លោកសាន់សយ៉ានឪពុកកីឡាករសៅយ៉ាន់វិសាលបើទោះជាកូនប្រុសទទួលបានភាពជោគជ័យខ្លាំងក៏ដោយតែលោកឈប់ឲ្យប្រកួតទៀតហើយព្រោះបញ្ហាមួយនេះបន្ទាប់ពីទទួលបានភាពជោគជ័យឈ្នះលើកម្មវិធីជាច្រើនមកមួយរយៈក្រោយនេះកីឡាករសៅយ៉ាន់វិសាលអាចចាត់ទុកបានថាជាអ្នកប្រដាល់ក្មេងៗស្រកក្រោយដែលមានសមត្ថភាពនិងកេរ្តិ៍ឈ្មោះល្បីមួយរូបផងដែរក្នុងវិស័យប្រដាល់គុនខ្មែរនាពេលបច្ចុប្បន្ននេះតែលោកសាន់សៅយ៉ាន់ដែលជាឪពុកឈប់ឲ្យប្រកួតក្នុងប្រភេទទម្ងន់នេះទៀតហើយព្រោះចាញ់ឆ្អឹងចាញ់កម្លាំងដៃគូលោកសាន់សៅយ៉ាន់ដែលជាឪពុករបស់សៅយ៉ាន់វិសាលបានឲ្យដឹងថាបន្ទាប់ពីកូនប្រុសប្រកួតជំនួសគេលើប្រភេទទម្ងន់61គីឡូក្រាមនេះទៅលោកមិនចង់ឲ្យប្រកួតទម្ងន់នេះទៀតទេគឺលេងត្រឹម57គីឡូក្រាមនេះឲ្យបាន1ទៅ2ឆ្នាំសិនគូជម្រើសជាតិផ្នែក King Boxing លោកសាន់សៅយ៉ាន់បានឲ្យដឹងថានេះជាលើកទី1ហើយដែលកូនប្រុសរបស់លោកប្រកួតលើប្រភេទទម្ងន់61គីឡូក្រាមបែបនេះដោយសារតែរូបគេត្រូវប្រកួតជំនួសកីឡាករទូចដេវីតនោះទេទើបវាយទម្ងន់ថ្មីដូចនេះលោកសាន់សៅយ៉ាន់បន្ថែមទៀតថាការលេងទម្ងន់ថ្មី61គីឡូក្រាមនេះរៀងពិបាកបន្តិចហើយសម្រាប់កូនរបស់លោកព្រោះចាញ់ឆ្អឹងចាញ់កម្លាំងដៃគូដោយសារតែរូបគេនៅខ្ចីនិងធ្លាប់តែប្រកួតទម្ងន់ស្រាលជាងនេះកន្លងមកនៅប្រកួតក្រោយៗលោកឲ្យកូនប្រុសបន្តលេងត្រឹមទម្ងន់57គីឡូក្រាមនេះឲ្យបានមានបទពិសោធន៍ច្រើនទៀតសិននិងឲ្យឆ្អឹងឬមៀតធំរឹងមាំជាដំណាក់កាលនៅពេលដែលកូនរបស់លោកមិនអាចធ្វើទម្ងន់ចុះមក57គីឡូក្រាមវិញបានទើបឲ្យលេងទម្ងន់ថ្មីដល់លេង60គីឡូក្រាមនៅថ្ងៃខាងមុខអតីតអ្នកប្រដាល់ល្បីខាងប្រើកែងរស់រូបនេះបន្ថែមទៀតថាបន្ទាប់ពីកូនប្រុសលោកបានមករស់នៅភ្នំពេញមកអាចនឹងផ្ដល់ភាពងាយស្រួលច្រើនដល់វិសាលទាំងការវឹកហាត់ជាប់លាប់បានល្អជាមួយលោកផ្ទាល់និងមិនពិបាកឡើងចុះនៅពេលត្រូវប្រកួតម្ដងដូចមុនទៀតឡើយមួយវិញទៀតដោយសាររាងកាយស្ទុះធំខ្លាំងដូច្នេះត្រូវប្រកួតឲ្យបានច្រើនបន្តិចពង្រឹងសមត្ថភាពបង្កើនបទពិសោធន៍ផងនិងពង្រឹងរាងកាយឲ្យកាន់តែរឹងមាំល្អថែមទៀតដើម្បីអំណោយផលកាន់តែប្រសើរក្នុងការចាប់អាជីពប្រដាល់នេះគួរបញ្ជាក់ដែរថាកាលពីថ្ងៃទី27ខែមិថុនាឆ្នាំ2026នេះកីឡាករសៅយ៉ាន់វិសាលបានប្រកួតជំនួសគេលើប្រភេទទម្ងន់61គីឡូក្រាមដោយប៉ះកីឡាករចិនម៉ាសិនចៅការប្រកួតមិត្តភាពនេះផងដែរកូនប្រុសលោកសាន់សៅយ៉ាន់បានយកឈ្នះដៃគូដោយពិន្ទុនៅសង្វៀនថោនចុះបងប្អូនយល់យ៉ាងណាដែរការប្រកួតរបស់កីឡាករសៅយ៉ាន់វិសាលនិងការលើកឡើងរបស់លោកសាន់សៅយ៉ាន់សូមចូលរួមខមមិននិងshareតាមការគួរ